ក្រុមហ៊ុនតង់កាងរកឃើញពុំទាន់មានប្រព័ន្ធសម្អាតសារធាតុខ្យល់និងក្លិនត្រឹមត្រូវរោងចក្រផលិតគ្រឿងបង្គុំមិនសមស្បែកជើងរបស់ក្រុមហ៊ុនតង់កាង Cambodia CO Ltd នៅភូមិធ្លើកឃុំជង្រុកស្រុកគងពិសីខេត្តកំពង់ស្ពឺត្រូវបានក្រុមការងារក្រសួងបរិស្ថាននៅថ្ងៃទី21ខែឧសភាឆ្នាំ2025រកឃើញថាមានបង្កឲ្យមានការបំពុលដោយផ្សែងនិងក្លិនដល់ខ្យល់បរិយាកាសនិងការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណជាង40គ្រួសារនៅមូលដ្ឋានក្បែររោងចក្រនៅទីតាំងជាក់ស្ដែងរកឃើញថាក្រុមហ៊ុនមានឡចំហាយចំនួន1គ្រឿងដំណើរការដោយប្រើអុសលាយកំសែកជ័រដើម្បីដុតនិងពុំមានប្រព័ន្ធសម្អាតផ្សែងបានត្រឹមត្រូវទេដូចគ្នាដែរក្រុមហ៊ុនមានឡរំលាយជ័រចេញពីគ្រាប់ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេលើពីនេះក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ផ្លាស្ទិកនិងជ័រប្រមូលពីរោងចក្រក្នុងស្រុកសម្រាប់កែច្នៃឲ្យបានត្រឹមត្រូវផងដែរក្នុងពេលចុះពិនិត្យក្រុមការងារបានតេស្តសារធាតុបំពុលខ្យល់ចំនួន2ទីតាំងផ្សេងគ្នានិងបានរកឃើញសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារចំពោះមុខក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាននិងដែលបានបង្កបំពុលបរិស្ថានដោយផ្សែងនិងក្លិនក្រសួងបរិស្ថានបានដាក់ចេញវិធានការលើសក្រុមហ៊ុនដោយខាងក្រោមផ្អាកដំណើរការចំហាយជាបណ្ដោះអាសន្នរហូតដល់ក្រុមហ៊ុនបានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់និងក្លិនរួចរាល់និងរហូតដល់មានការសម្រេចចិត្តសារជាថ្មីពីក្រសួងបរិស្ថានពីនៃអន្តរការទៅតាមច្បាប់កំណត់ក្រុមហ៊ុនត្រូវផ្ដល់សំណងផលប៉ះពាល់បរិស្ថាននិងសុខភាពសាធារណៈតាមការវិតម្លៃជាក់ស្ដែងត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើមទីតាំងទុកដាក់សំណល់ផេះនិងសំណល់រឹងគ្រប់ប្រភេទដោយអនុលោមការគោរពការបច្ចេកទេសនិងច្បាប់ជាធនមានត្រូវរៀបចំរបាយការណ៍វិតម្លៃផលប៉ះពាល់បរិស្ថាននិងត្រូវបង់មូលនិធិទានបរិស្ថានប្រចាំដូចជាចែកក្នុងកិច្ចសន្យាចុះពីថ្ងៃទី20ខែមិថុនាឆ្នាំ2016ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង។